រឿងចៅស្រទាប់ជីកវគ្គ2កេសរមាលាកំសត់នាងសោកសរែកក្នុងចិត្តពេកក្រៃនាងចូលក្នុងបន្ទប់សំងំដោយគ្មាននឹកនាបាយទឹកអ្វីឡើយស្អែកឡើងនាងក៏បានហៅទាសីមកប្រាប់ទៀតថាសូមបងទៅផ្ទះអាចារ្យនោះម្ដងទៀតទៅខ្ញុំមិនអស់ចិត្តសោះព្រោះខ្ញុំចង់ឲ្យទានដល់បរិះកំសត់នោះណាក្រែងបានបនកុសលខ្លះព្រោះថាខ្ញុំនេះមានកម្មជាប់ខ្លួនមកកេសរមាលាក៏បានប្រាប់ឲ្យទាសីយកម្លូស្លាបារីដាក់លើជើងពៀនយកសម្លៀកបំពាក់និងប្រដាប់ប្រដាប្រើប្រាស់ល្អៗទៅជាមួយផងទាសីទាំងនោះក៏ធ្វើតាមបង្គាប់របស់ម្ចាស់ស្រីហើយក៏ទៅផ្ទះអាចារ្យជួនជាជួបនៅចៅស្ទប់ជែកនៅទីនោះផងទាសីទាំងនោះក៏លុតជង្គង់ហុចម្លូស្លាបារីហើយនិយាយថាសូមអ្នកកំឡោះទទួលយកគ្រឿងប្រដាប់ប្រដាទាំងអស់នេះទៅចុះព្រោះម្ចាស់ស្រីរបស់ខ្ញុំមានចិត្តសន្តោសនឹងអ្នកខ្លាំងណាស់គាត់ឲ្យអ្នកដោយក្តីស្មោះចៅស្ទប់ជែកសម្លឹងមើលរបស់ទាំងនោះហើយគិតថាអោប្អូនសម្លាញ់សម្រាប់ចិត្តបងអើយប្អូនមានចិត្តមេត្តាដល់បងណាស់បងយល់ហើយតែប្អូនអើយបើបងទទួលយករបស់ទាំងនេះក្រែងមិនស្ងាត់នឹងនាំទុក្ខដល់ប្អូនគិតហើយចៅស្ទប់ជែកក៏ឆ្លើយប្រាប់វិញថាសូមនាងយករបស់ទាំងនេះទៅជូនម្ចាស់ស្រីរបស់នាងវិញចុះខ្លួនខ្ញុំនេះណាមិនសមនឹងរបស់របរទាំងអស់នេះទេគឺខ្ញុំធ្លាប់តែក្រទៅហើយខ្ញុំផ្ដាំអរគុណម្ចាស់ស្រីនាងផងចុះពួកទាសីទាំងអស់ក៏នាំពាក្យរបស់ចៅស្ទប់ជែកទៅប្រាប់កេសរមាលាក្តីសង្ឃឹមរបស់កេសរមាលាពីមុនមកទាំងប៉ុន្មានត្រូវរលាយអស់ព្រោះថានាងបានគិតជាមុនពេលណាដែលនាងបានជួបគេនាងក៏អស់កង្វល់ប៉ុន្តែផ្ទុយស្រឡះទៅវិញនាងបានជួបហើយគឺរឹតតែកើតទុកទ្វេឡើងថែមទៀតនាងនិយាយតិចទាំងមិនដឹងខ្លួនថាអោទេវតាតើខ្លួនខ្ញុំនេះមានកម្មអ្វីទៅបានជារងទុកឥតលហាយយ៉ាងនេះខែផគុណក៏ឡងផុតទៅខែចែកក៏លូនជុលមកដល់អ្នកស្រុកក៏បានរៀបចំដើម្បីទទួលទេវតាឆ្នាំថ្មីនៅកន្លែងណាក៏ដូចនៅកន្លែងណាដែរក្មេងចាស់ប្រុសស្រីស្លៀកពាក់សម្លៀកបំពាក់ស្អាតបាតដើម្បីចូលឆ្នាំថ្មីលោកអាចារ្យក៏បានប្រាប់ប្រពន្ធរបស់គាត់ឲ្យយកប្រាក់មួយស្នឹងទៅឲ្យចៅស្ទប់ជែកដោយប្រាប់ថាចូលឯងយកប្រាក់នេះទៅហើយចង់ទៅដើរលេងនៅទីណាក៏តាមចិត្តទៅចុះចៅស្ទប់ជែកឮលោកអាចារ្យថាដូច្នោះក៏ប្រញាប់ក្រាបសំពះអរគុណរួចនិយាយថាខ្ញុំបាទមិនបានយកប្រាក់នេះទៅចាយវាយសម្រាប់តែខ្លួនឯងទេខ្ញុំបាទសូមយកទៅទិញនំចំណីទៅសែនភ្នោម្ដាយខ្ញុំវិញលោកអាចារ្យស្ដាប់ហើយក៏ឆ្លើយវិញថាបើដូច្នោះក៏ជាការល្អប្រសើរម្យ៉ាងដែរណាស់ហើយទៅធ្វើការសិនចុះចាំស្អែកចាំទៅលុះព្រឹកឡើងចៅស្ទប់ជែករៀបចំអាហារជូនលោកអាចារ្យនិងភរិយារួចហើយក៏ប្រញាប់ស្រស់ស្រូបខ្លួនឯងហើយចេញដំណើរទៅអតីតបុត្រធនមហាសេដ្ឋីដើរបណ្ដាគិតបណ្ដាថាតើធ្វើយ៉ាងណាដើម្បីកុំឲ្យជួបនាងនោះតើយើងមានផ្លូវផ្សេងកិច្ចទេបើគិតទៅមិនគួរសមនឹងកិច្ចទេខ្លួនជាប្រុសបើជាទៅកិច្ចមុខស្រីទៅវិញនោះកំពុងតែគិតបរោះកំសត់ចៅស្ទប់ជែកក៏បានមកដល់ផ្ទះនាងកេសរមាលានាយក៏ខំប្រឹងដើរយ៉ាងលឿនដើម្បីឲ្យហួសឆាប់ជួនជាពេលនោះធីតាកេសរមាលាចេញមកហើយក៏លេចឃើញក៏ស្រែកហៅថាណែអ្នកកំឡោះប្រញាប់ទៅណាអញ្ជើញចូលមកនេះសិនចៅស្ទប់ជែកបានឮសំឡេងហៅស្គាល់ចាក់ថាជានាងក៏រត់ទៅដើរឲ្យលឿនថែមទៀតរហូតដល់ស្ដាប់លែងឮចំណែកកេសរមាលាឃើញបរោះម្ចាស់ចិត្តមិនងាកដូច្នោះនាងស្រងឹះស្រងោច
អស់ទាំងរាងកាយហើយក៏លុតជង្គង់ដួលភ្លាមទាស័យទាំងអស់ភ័យណាស់ស្ទុះមកលើកនាងដាក់គេងលើគ្រែរួចចាប់ខ្យល់រហូតដល់នាងដឹងខ្លួនឡើងវិញទាស័យម្នាក់ក៏ដាច់ចិត្តសួរនាងថាសូមអ្នកនាងនិយាយប្រាប់ពួកយើងឲ្យត្រង់មកចុះថាតើមានរឿងអ្វីកើតឡើងបានជានៅពេលដែលអ្នកនាងបានជួបបរិសនោះម្ដងណាអ្នកនាងតែងតែព្រួយចិត្តកើតទុកមិនឈប់យ៉ាងនេះកេសរមេលាស្ដាប់ហើយគិតមួយសន្ទុះក៏ឆ្លើយថាខ្ញុំប្រាប់ពួកបងតាមត្រង់ទីចុះប៉ុន្តែសូមពួកបងរក្សារឿងនេះជាការសម្ងាត់ខ្លាចដឹងដល់ឪពុកគេនឹងមិនបានសុខណាទាស័យទាំងអស់ក៏បានសន្យាសូមឲ្យតែប្រាប់អង្គចុះពួកខ្ញុំនឹងរក្សាជាការសម្ងាត់ជារៀងរហូតបុត្រីភោគមហាសេដ្ឋីនឹកបន្តិចទើបនិយាយរឿងរ៉ាវពីដើមរហូតដល់ចប់ប្រាប់ពួកទាស័យពួកនាងមានការអាណិតម្ចាស់ស្រីជាខ្លាំងរួចនិយាយថាតើអ្នកនាងឲ្យពួកខ្ញុំធ្វើអ្វីខ្លះច្រោះធីតាកេសរមេលាប្រាប់ថាសូមពួកបងទៅចាប់គេមកឲ្យបាននៅថ្ងៃនេះពួកទាស័យក៏ឆ្លើយវិញថាក្រែងមិនសមទីដឹងអ្នកនាងពួកយើងជាស្រីក្រមុំហើយគេជាប្រុសកំឡោះខ្ញុំសូមធានាថាមិនឲ្យពួកបងខូចឈ្មោះទេកេសរមេលាអះអាងយ៉ាងម៉ឺងម៉ាត់កេសរមេលាក៏ប្រើទាស័យម្នាក់ឲ្យទៅហៅចៅសតបជែកនៅផ្សារធំទាស័យនោះក៏ប្រាប់ថាគេទិញនំឥឡូវយកមកដល់ហើយគ្រាន់តែចៅសតបជែកមកដល់ភ្លាមទាស័យទាំងអស់ក៏ចោមរោមចាប់ភ្លាមអ្នកស្រុកនៅទីនោះភ័យក៏សួរថាតើមានរឿងអ្វីកេសរមេលាក៏ឆ្លើយវិញថាម្នាក់នេះបានលួចប្រាក់របស់ខ្ញុំទៅថាហើយកេសរមេលាក៏បានប្រាប់ពួកទាស័យឲ្យយកបរិសកំសត់ចូលក្នុងផ្ទះរួចក៏ងាកទៅប្រាប់ទាស័យឲ្យចាំមើលផ្លូវក្រែងឪពុកមកបរិសកំសត់ចៅសតបជែកភ័យផងខឹងផងនិយាយថាខ្ញុំមិនបានលួចប្រាក់អ្វីពីអ្នកនាងទេហេតុអ្វីក៏អ្នកនាងមកចោទខ្ញុំយ៉ាងនេះកេសរមេលាមិនឆ្លើយនឹងសំណួរនេះទេនាងក្រាបសំពះសំទោសហើយសួរថាតើបងស្គាល់ប្អូនដែរឬទេចៅសតបជែកគិតក្នុងចិត្តថាកេសរមេលាប្អូនពិតជាមានប្រាជ្ញាមែនប៉ុន្តែខ្ញុំមិនអាចទទួលស្គាល់នាងបានទេគិតហើយចៅសតបជែកក៏ឆ្លើយវិញថាខ្លួនខ្ញុំនេះមិនមែនជាលោកសង្ឃទេសូមអ្នកនាងកុំសំពះខ្ញុំអីហើយមួយទៀតខ្ញុំក៏មិនដែលបានស្គាល់អ្នកនាងដែរបើអ្នកនាងគិតថាស្គាល់ខ្ញុំកេសរមេលាឆ្លើយវិញបានអ្នកគិតថាមិនស្គាល់ខ្ញុំកេសរមេលាឆ្លើយវិញចឹងខ្ញុំសូមនិយាយប្រាប់អ្នកខ្លះថាខ្លួនអ្នកជាកូនធនមហាសេដ្ឋីកេសរមេលារាយរាប់តាមដំណើររឿងនាងបញ្ជាក់យ៉ាងច្បាស់ត្រង់ថាឪពុកម្ដាយរបស់នាងបានវាយធ្វើបាបយ៉ាងខ្លាំងដល់ប្រពន្ធនិងកូនអតីតមហាសេដ្ឋីដោយទ្រាំស្ដាប់រឿងដ៏សែនឈឺចាប់មិនបានអតីតបុត្រធនមហាសេដ្ឋីក៏ដួលសន្លប់នៅក្នុងពេលនោះទៅលុះដឹងខ្លួនឡើងវិញបុត្រធនមហាសេដ្ឋីក៏និយាយទៅកាន់នាងថាសូមនាងកុំគិតខ្ញុំធ្វើអ្វីបំភ្លេចខ្ញុំទៅចុះព្រោះថាខ្ញុំក្រទាំងទ្រព្យគ្មានទាំងឪពុកម្ដាយខ្ញុំមិនសមនឹងនាងទេកេសរមេលាស្ដាប់ហើយក៏ប្រញាប់ឆ្លើយវិញថាសូមបងកុំគិតដូច្នោះប្អូនគ្មានចិត្តបែកបាយពីបងទេចាប់តាំងពីថ្ងៃដែលបងបែកទៅប្អូនគិតថាប្រហែលជាលែងបានជួបមុខបងទៀតហើយមើលទៅហើយបើយ៉ាងនោះមែនប្អូនប្រកាសជាសុខចិត្តស្លាប់ប្រសើរជាងហើយពេលនេះក៏ដោយបើបងបោះបង់ប្អូនចោលប្អូនប្រកាសជាស្លាប់តែប្អូនសុំឲ្យបងស្លៀកពាក់កាន់ទុកប្អូនផងដើម្បីជាតិក្រោយយើងបានជួបគ្នាអតីតបុត្រធនមហាសេដ្ឋីស្ដាប់ឮស្រីថ្លៃនិយាយហើយមានចិត្តអាណិតជាពន់ពេកនាយក៏ឆ្លើយខាត់វិញថាសូមប្អូនកុំធ្វើដូច្នោះបងជឿលើប្អូនហើយតែខ្លួនបងនេះក្រណាស់
អូនត្រូវតែទ្រាំចាំក្រែងព្រេងវាសនាមានបងមាននោះយើងនឹងបានជួបគ្នាកេសរមេលាស្ដាប់ហើយក៏ឆ្លើយតបយ៉ាងឆាប់រហ័សថាកុំថាឡើយចាំ1ឆ្នាំឬ2ឆ្នាំទោះបីចាំរហូតដល់ចាស់ក៏ប្អូនព្រមដែរណាស់ហើយបងជឿចិត្តប្អូនចៅសតបជេឆ្លើយកាត់ហើយឥឡូវនេះបងលាប្អូនសិនហើយព្រោះអីបងត្រូវទៅសែនភ្នោម្ដាយរបស់បងសុំបងពិសាអាហារសិនចុះខ្ញុំឲ្យគេរៀបចំរួចហើយចំណែកនំចំណីដែលត្រូវសែននោះខ្ញុំនឹងរៀបចំជូនបងវិញមិនអីទេបងស្រស់ស្រូបរួចហើយសូមតែពិសាបន្តិចទៅចុះកេសរមេលានិយាយដោយអង្វរព្រោះខ្ញុំឲ្យគេរៀបចំរួចហើយបន្ទាប់ពីស្រស់ស្រូបអាហាររួមគ្នាបន្តិចរួចមកបរោះកំសត់ចៅសតបជេកក៏ប្រញាប់លាកេសរមេលាទៅសែនភ្នោម្ដាយលោកសែនរួចហារាល់ប្រញាប់ក្រាបសំពះលាម្ដាយត្រឡប់ទៅវិញដើរបណ្ដាគិតបណ្ដានាយយើងក៏នឹកឃើញគំនិតមួយគេហាក់ដូចជាសប្បាយក្នុងចិត្តក៏ខំស្រូតដំណើរដើម្បីឲ្យឆាប់ដល់ផ្ទះទៅដល់ផ្ទះភ្លាមបរោះកំសត់ចៅសតបជេកក៏ឡើងទៅក្រាបសំពះលោកអាចារ្យក៏ឃើញហើយក៏សួរថាស្រតបជេកចៅឯងត្រឡប់មកពីសែនភ្នោម្ដាយវិញហើយឬហើយឯងមានរឿងអ្វីចង់ប្រាប់តាតើមែនទេចៅសតបជេកក៏ប្រញាប់ឆ្លើយប្រាប់លោកតាវិញថាជំរាបលោកតាខ្លួនខ្ញុំនេះទៅផ្សារឃើញគេលក់ដូរក៏នឹកឃើញចង់ចេះលក់ដូរនឹងគេដែរព្រោះថានៅស្ងៀមយ៉ាងនេះគ្មានប្រយោជន៍អ្វីឡើយគំនិតនេះក៏ជាការល្អប្រសើរម្យ៉ាងដែរលោកតាឆ្លើយតបបើឯងចង់លក់ដូរចាំតាប្រាប់យាយឲ្យធ្វើអ្វីឲ្យលក់ណាលុះព្រឹកឡើងប្រពន្ធលោកអាចារ្យក៏ធ្វើនំអាកោរៀបចំដាក់ល្អីឲ្យចៅស្ទប់ជែកទៅលក់បរោះកំសត់អតីតបុត្រធនមហាសេដ្ឋីដើរពពាយនាយលក់នំអាកោរហូតដល់ផ្ទះកេសរមេលាស្ដាប់ឮហើយស្គាល់ចាក់ជាសម្លេងបរោះកំសត់របស់នាងក៏ឲ្យគេហៅមកហើយក៏ម៉ៅយកទាំងអស់នាងឲ្យប្រាក់រួចរាល់ហើយក៏ផ្ដាំថាថ្ងៃក្រោយយកមកលក់ឲ្យនាងទៀតចៅសតបជែកបានប្រាក់ប្រញាប់ត្រឡប់ទៅផ្ទះវិញហើយយកប្រាក់ជូនលោកអាចារ្យប្រគល់ប្រាក់ឲ្យភរិយាហើយផ្ដាំថាចូលនាងទុកមួយចំណែកចំណេញរបស់ចៅសតបជែកផងកុំយករបស់វាព្រោះវាខំធ្វើការនឿយហត់ខ្លាំងណាស់ជារៀងរាល់ថ្ងៃចៅស្ទប់ជែកតែងតែយកនំអាកោទៅលក់ឲ្យកេសរមេលារហូតសន្សំប្រាក់បានទិញសម្លៀកបំពាក់ថ្មីថ្ងៃមួយលោកអាចារ្យគិតគ្នានឹងភរិយាយើងប្រើចៅស្ទប់ជែកយូរក្រែងគួរសមមកហើយពេលនេះខ្ញុំគិតថាឲ្យវារៀនសូត្រនឹងគេម្ដងណាបន្ទាប់ពីគិតគ្នារួចស្រេចហើយលោកអាចារ្យក៏ប្រាប់ចៅស្ទប់ជែកឲ្យរៀបចំខ្លួនរៀនសូត្រនឹងគេចម្លែកណាស់ចៅស្ទប់ជែករៀនតែមួយអាទិត្យក៏ចេះចាំសពគ្រប់សាស្ត្រាលោកអាចារ្យមានការស្ងើចសរសើរចៅស្ទប់ជែកជាខ្លាំងយើងឈប់ស្លេះមិននិយាយពីចៅស្ទប់ជែកយើងសូមនិយាយពីព្រះមហាក្សត្រព្រះនាមធម្មរាជាមានព្រះមហាក្សីមួយព្រះអង្គព្រះនាមកែងសច្ចាស្រីទ្រង់លក្ខព្រះអង្គគ្មានរាជបុត្រទេមានតែបុត្រីមួយអង្គព្រះនាមកេសរបុប្ផាជាស្រីដែលមានរូបសម្បត្តិស្រស់ស្អាតចំពេលថ្ងៃមួយពួកមន្ត្រីទាំងអស់បានជំនុំគ្នាថាព្រះអង្គមានតែបុត្រីគ្មានបុត្រាស្នងរាជព្រះអង្គគ្រាន់ជាម្លប់របស់ប្រជានារីឡើយដូច្នេះគួរតែទូលព្រះអង្គឲ្យជ្រើសរើសអ្នកខ្លាំងពូកែក្រែងបានស្នងរាជព្រះអង្គតទៅថ្ងៃមុខគិតរួចស្រេចពួកមន្ត្រីក៏ទៅទូលព្រះអង្គតាមដំណើររឿងព្រះមហាក្សត្រគិតមើលឃើញសពគ្រប់ក៏សម្រេចប្រតិយតាមមន្ត្រីរួចហើយក៏ត្រាស់បញ្ជាឲ្យគ្រប់ភូមិស្រុកនៅតាមបណ្ដាខេត្តនានាជ្រើសរើសបរិសុទ្ធពេញលក្ខណៈមកប្រឡងសេចក្តីប្រកាសនេះបានធ្វើគ្រប់ខេត្តទាំងអស់ព្រមទាំងបច្ចឹមគ្រាមដែលជាកន្លែងលោកភោគសេដ្ឋីរស់នៅផងលោកអាចារ្យបានទទួលសេចក្តីប្រកាសនេះហើយក៏ប្រញាប់ប្រមូលសិស្សទាំងអស់ឲ្យរៀបចំអីវ៉ាន់ដើម្បីចេញដំណើរទៅក្រុងចៅសតបជែកបានដំណឹងនេះហើយក៏ប្រញាប់ទៅជួបកេសរមេលាឃើញម្ចាស់ចិត្តកំសត់នាងមកក៏រៀបចំមូលម្លូស្លាបរិយទទួល
ហើយអញ្ជើញឲ្យចូលអង្គុយក្នុងផ្ទះកេសរមាលាក៏បានសួរចៅស្រទាប់ជែកថាបងមកនេះតើមានរឿងអ្វីដែរឬទេឬមួយក៏មកលេងធម្មតាអតីតបុត្រធនមហាសេដ្ឋីស្ដាប់ហើយក៏ឆ្លើយថាបងមិនមែនមកលេងធម្មតាទេបងមកនេះគឺមកលាប្អូនព្រោះអីលោកអាចារ្យត្រូវនាំសិស្សទាំងអស់ទៅគាល់ព្រះមហាក្សត្រតាមសេចក្តីប្រកាសរបស់ព្រះអង្គនាងអើយបងទៅនេះមិនដឹងប្រមាណថ្ងៃទេហើយក្រែងវាសនាបងមាននោះបងនឹងបានជួបប្អូនដោយមិនចាំបាច់ពិបាកទៀតកេសរមាលាស្ដាប់ឮប្រុសថ្លៃនិយាយដូច្នោះនាងសែនក្តុកក្តួលក្នុងចិត្តនាងនិយាយទាំងក្រៀមក្រំថាហេតុអ្វីក៏បានជួបហើយបែបប្រត់យ៉ាងនេះយើងទៅតែយល់ចិត្តគ្នាប៉ុណ្ណោះឥឡូវបងទៅចោលប្អូនទៀតប្អូនសូមសន្យាចំពោះមុខបងថាប្អូនរងចាំបងតែ3ឆ្នាំប៉ុណ្ណោះបើហួសពីនេះប្អូននឹងសុំលាខ្សែហើយប៉ុន្តែសូមបងកោសក់ស្លៀកសកាន់ទុកឲ្យប្អូនផងដើម្បីជាតិក្រោយឲ្យប្អូនបានជួបបងទៀតកុំបីឃ្លាតឡើយអតីតបុត្រធនមហាសេដ្ឋីឮកេសរមាលានិយាយដូច្នោះនាយសែនសង្រេចក្នុងចិត្តអាណិតនាងណាស់នាយនិយាយលួងលោមថាកុំគិតដូច្នោះថ្វីបងសូមសន្យាថាទោះបីយ៉ាងណាក៏បងវិលមកជួបប្អូនវិញដែរបន្ទាប់និយាយផ្ដាយផ្ដាំគ្នារួចហើយកេសរមាលាក៏រៀបចំសម្លៀកបំពាក់និងប្រដាប់ប្រដាប្រើប្រាស់ដាក់ក្នុងកន្ត្រកហើយជូនដំណើរបរោះកំសត់ទាំងទឹកភ្នែកហូររហាមនៅពេលរសៀលបន្តិចលោកភោគសេដ្ឋីមកទទួលកេសរមាលាត្រឡប់ទៅផ្ទះដោយអស់សង្ឃឹមក្នុងចិត្តកេសរមាលាក៏បានប្រាប់ឪពុកថាជំងឺកូនបានជាសះស្បើយខ្លះហើយដូចនេះកូនសុំលោកឪពុកទៅផ្ទះឈប់លក់ដូរទៀតហើយលោកភោគមហាសេដ្ឋីឬកូនស្រីនិយាយដូច្នោះសប្បាយរីករាយណាស់ក៏បញ្ជាឲ្យអ្នកបម្រើរៀបចំអីវ៉ាន់ទៅផ្ទះហើយក៏ចាត់ចែងជួលផ្ទះឲ្យគេនិយាយពីលោកអាចារ្យនាំសិស្សធ្វើដំណើរអស់រយៈពេលជាងកន្លះខែទើបទៅដល់ទីក្រុងលោកអាចារ្យនិយាយថាពេលនេះយើងត្រូវចូលគាល់ស្ដេចតែថាទៅទាំងអស់គ្នាតើបាននរណាចាំកន្លែងលោកអាចារ្យក៏ងាកទៅរកមើលចៅស្រទាប់ចេករួចនិយាយថាស្រទាប់ចេកចៅនៅចាំកន្លែងក្រែងមាននរណាចូលមកយករបស់របរអស់ណាពួកគេទាំងអស់គ្នាសុទ្ធតែជាកូនមន្ត្រីចំណែកចៅជាកូនអ្នកក្រីក្រប្រៀបនឹងគេមិនបានទេស្រទាប់ចេកស្ដាប់ហើយឆ្លើយទទួលថាបាទទុកភារៈនេះឲ្យខ្ញុំទៅចុះខ្ញុំក៏មិនចង់ទៅស្រាប់ហើយលោកអាចារ្យនាំសិស្សទាំងអស់ចូលគាល់ស្ដេចដោយឲ្យសិស្សទាំងអស់អង្គុយទម្រាបគ្នាជាជួរបន្តិចក្រោយមកព្រះមហាក្សត្រក៏យាងចូលមកតតឃើញមួយជុំគ្មានបរិះណាមួយឲ្យតាក់ទាញចិត្តព្រះអង្គឡើយមន្ត្រីម្នាក់មានចំណាស់ជាងគេក៏ទូលព្រះអង្គថាសូមទ្រង់ព្រះមេត្តាប្រោះបើព្រះអង្គជ្រើសរើសអ្នកមានបុណ្យបារមីទេដូច្នេះពិតជាមិនបានអ្នកមានបុណ្យពិតប្រាកដឡើយកាលពីដើមបើព្រះរាជាអង្គណាចូលទីបង្គត់ហើយប្រទេសគ្មានស្ដេចគ្រប់គ្រងគេតែងតែយកដំរីមករៀបចំពិធីផ្សងព្រេងរកអ្នកមានបុណ្យបើដំរីទៅលុតជង្គង់មុខអ្នកណាម្នាក់ហើយចាប់ដាក់នៅលើក្បាលនោះហើយប្រកាសជាអ្នកមានបុណ្យពិតប្រាកដព្រះមហាក្សត្រស្ដាប់រួចហើយក៏ត្រាប់បញ្ជាឲ្យពួកមន្ត្រីរៀបចំពិធីផ្សងដំរីដើម្បីរកអ្នកមានបុណ្យពិតប្រាកដឈប់ស្លេះត្រឹមប៉ុណ្ណេះសិនសូមងាកមកនិយាយពីធនមហាសេដ្ឋីនិងភរិយាដែលខ្សិនខ្សៃទៅបានទៅកើតជាព្រះឥន្ទ្រាធិរាជជាមួយគ្នាដោយមានចិត្តនឹករលឹកដល់បុត្រកំសត់របស់ខ្លួនព្រះឥន្ទក៏បើកកញ្ចក់ទឹបរកមើលបុត្រលុះបានឃើញហើយព្រះឥន្ទក៏គិតថាដល់ពេលអង្គអញជួយដល់បុត្រហើយព្រោះគេរងទុក្ខលំបាកយូរមកហើយគិតស្រេចព្រះឥន្ទក៏ប្រមូលអស់ទេវតាមកជួបជុំគ្នាហើយចាត់ឲ្យចុះទៅជួយបុត្រកំសត់ទេវតាមួយអង្គបានប្រែក្រឡាជាតាចាស់ម្នាក់កាន់បង្វិចមួយដើរទៅរកចៅស្រទាប់ចេករួចនិយាយថាមកចៅទៅមើលគេផ្សងដំរីជាមួយតាទេ
អតីតបុត្រធនមហាសេដ្ឋីស្ដាប់ហើយឆ្លើយវិញថាជំរាបលោកតាខ្ញុំមិនអាចទៅបានទេព្រោះខ្ញុំត្រូវនៅចាំកន្លែងខ្លាចក្រែងមានគេយករបស់ទាំងនេះអស់តាចាស់ក៏ឆ្លើយវិញថាបើចៅមិនទៅទេតាសូមផ្ញើបង្វិចតានៅទីនេះផងព្រោះតាចង់ទៅមើលនឹងគេសិនខ្ញុំមិនហ៊ានទទួលទេលោកតាចៅស្ទប់ជែកប្រកែកខ្ញុំខ្លាចក្រែងគេជ្រួលមកច្រើនបាត់បង្វិចលោកតាខ្ញុំគ្មានអ្វីសងទេតាចាស់ស្ដាប់ហើយញញឹមបន្តិចក៏ឆ្លើយវិញថាបើសិនជាចៅខ្លាចបាត់របស់តានោះចៅស្លៀកពាក់វាជាប់នឹងខ្លួនទៅប្រកាសជាមិនបាត់ទេអតីតបុត្រធនមហាសេដ្ឋីស្ដាប់ហើយក៏ព្រមទទួលបង្វិចពីតាចាស់ហើយផ្ដាយផ្ដាំសុំតាកុំទៅយូរពេកការផ្សងដំរីរបស់ពួកមន្ត្រីក៏ខិតជិតមកដល់ដោយឃើញមនុស្សម្នាជួលច្រើនពេកអតីតបុត្រមហាសេដ្ឋីក៏ស្រ័យបង្វិចតាមកស្លៀកពាក់តាមបណ្ដាំព្រោះខ្លាចបាត់ស្លៀកពាក់រួចជាស្រេចដំរីជ័យក៏មកដល់ល្មមហើយលុតជង្គង់ចំពីមុខចៅស្ទប់ជែកឃើញហេតុចម្លែកយ៉ាងនេះពួកមន្ត្រីក៏នាំគ្នាលុតជង្គង់ក្រាបបង្គំចៅស្ទប់ជែកដោយភ័ន្តភាំងស្មារតីចៅស្ទប់ជែកក៏សួរទៅពួកមន្ត្រីថាតើមានរឿងអ្វីកើតឡើងពួកមន្ត្រីទាំងអស់ក្រាបសំពះរួចនិយាយថាពួកយើងមកដង្ហែលោកអ្នកមានបុណ្យចូលវាំងចៅស្ទប់ជែកសួរទៀតថាតើនរណាទៅជាអ្នកមានបុណ្យនោះគឺលោកនឹងហើយមន្ត្រីឆ្លើយព្រមគ្នាចៅស្ទប់ជែកក្រវីក្បាលតិចរួចនិយាយថាពួកលោកកុំមកកំ pl ែងលេងដូច្នោះបើសិនជាខ្ញុំជាអ្នកមានបុណ្យពិតប្រាកដមែនហេតុអ្វីក៏ដំរីជ័យមិនលើខ្ញុំដាក់នៅលើសេរិសាទៅនិយាយបានត្រឹមតែប៉ុណ្ណោះដំរីជ័យក៏លូនមករួចហើយក៏ចាប់លើកចៅស្ទប់ជែកដាក់លើសេរិសាឃើញហេតុការណ៍ដូច្នោះប្រជានារីដែលដើរដង្ហែតាមដំរីជ័យក៏ទះដៃស្រែកហូ3ដងហើយស្គរក៏ចាប់ផ្ដើមវាយប្រគំបទភ្លេងយ៉ាងខ្លាំងហើយដង្ហែចេញទៅអតីតបុត្រធនមហាសេដ្ឋីភ័ន្តភាំងនឹងព្រឹត្តិការណ៍យ៉ាងខ្លាំងមិននឹកស្មានដល់សោះថាខ្លួននៅខ្លាយទៅជាយ៉ាងនេះបរិះកំសត់អោនមើលខ្លួនឯងម្ដងទៀតទើបដឹងថាសម្លៀកបំពាក់របស់លោកតាផ្ញើគឺជារបស់ល្អយ៉ាងប្រណិតរកគ្មានបរិះកំសត់គិតថាអោប្រហែលជាមានទេវតាមកជួយយើងហើយប៉ុន្តែសម្លៀកបំពាក់របស់ខ្ញុំដែលកេសរមីលារៀបចំឲ្យនោះធ្វើមិនដេចទៅចៅស្ទប់ជែកគិតដល់ត្រឹមនេះក៏បួងសួងក្នុងចិត្តថាបើកេសរមីលាជាគូពិតសូមឲ្យលោកតាយកសម្លៀកបំពាក់ទៅថែរក្សាឲ្យបានគង់វង្សផងចុះអស់ពីគិតកេសរមីលាចៅស្ទប់ជែកក៏គិតថាតើអញជាអ្នកមានបុណ្យដូចម្ដេចទៅបើគ្រាន់តែជិះដំរីដើរលើដីដោយគេធម្មតាដែរនោះគិតហើយចៅស្ទប់ជែកក៏បួងសួងថាបើខ្ញុំមានបុណ្យបារមីពិតប្រាកដមែនសូមទេវតានាំដំរីហោះទៅកុំឲ្យដើរលើដីបួងសួងចប់សពគ្រប់ហើយមានទេវតា4ព្រះអង្គមកនាំដំរីហោះឡើងទៅពពួកទេវតាជាច្រើនក៏ជួយហែទៅជាមួយជាពិសេសមានទាំងព្រះឥន្ទកោសីជាបិតានាំបុត្រហោះប្រទក្សិណរាជវាំង3ជុំរួចទើបចុះបណ្ដាបុត្រកំសត់ទៅរកព្រះមហាក្សត្រព្រះបាទធម្មរាជាឃើញហើយឆ្ងល់ជាពន់ពេកគិតថាអ្នកមានបុណ្យមានដល់ទៅ2អង្គចំណែកបុត្រីយើងមានតែ1អង្គតើនឹងរៀបចំអភិសេកឲ្យទៅនរណាទើបសមទៅដោយឆ្ងល់ខ្លាំងពេកព្រះបាទធម្មរាជាក៏ត្រាស់សួរថាហើយអ្នកមានបុណ្យអ្នកមានដល់ទៅ2នាក់តើជាបងប្អូនឬមួយក៏យ៉ាងណាហើយតើមួយណាឲ្យពិតប្រាកដព្រះឥន្ទកោសីទ្រង់ស្ដាប់ហើយក៏ចង្អុលទៅបុត្រកំសត់ថាម្នាក់នេះទើបជាអ្នកមានបុណ្យពិតប្រាកដចំណែកយើងជាបិតាគេទេកាលនៅរស់ជាសេដ្ឋីនៅស្រុកនិគមក្រៀមឈ្មោះធនមហាសេដ្ឋីយើងបានដាក់ទានដល់គេរហូតដល់អស់ទ្រព្យទើបទៅកើតនៅឋានសោយសុខនេះជាពាក្យពិតឥតកុហកឡើយហើយពេលនេះបើព្រះអង្គគិតថាបុត្រយើង
ត្រឹមមានអតីតបុត្រសេដ្ឋីនេះពុំស័ក្តិសមនោះយើងនឹងនាំបុត្រទៅវិញព្រះបាទធម្មរាជាស្ដាប់ហើយក៏ប្រញាប់ឆ្លើយថាកុំថាឡើយបុត្រសេដ្ឋីទោះបីជាអ្នកស្រុកធម្មតាឬមនុស្សព្រៃក៏ខ្ញុំមិនថាព្រោះខ្ញុំជ្រើសរើសអ្នកមានបុណ្យបារមីដើម្បីស្នងរាជតែប៉ុណ្ណោះលុះស្រស់ស្រួលគ្នាហើយព្រះបាទធម្មរាជាបានជម្រាបព្រះអិនតកៅសីឲ្យជួយរៀបចំអភិសេកបុត្រទាំងពីរព្រះអិនតកៅសីបានឲ្យពរដល់បុត្រទាំងពីរហើយក៏ប្រសិទ្ធនាមឲ្យចៅសតបជ័យថាទេវវង្សកុមារបន្ទាប់មកព្រះអិនក៏បានព្រានប្រដៅបុត្រកំសត់ថាចាប់ពីថ្ងៃនេះទៅបុត្រត្រូវតែគ្រប់គ្រងលើអាណាចក្រប្រជានុរាស្ត្រត្រូវមានចិត្តសន្តោសចេះស្រឡាញ់ជាតិសាសន៍ដូចគ្នាដើម្បីកុំឲ្យសាសន៍ដតីមើលងាយយើងឈប់ស្លេះត្រឹមនេះយើងនិយាយពីអាចារ្យការត្រឡប់មកវិញខំប្រឹងរកចៅសតបជែកសពគ្រប់ទីកន្លែងឲ្យសិស្សទាំងអស់ចែកផ្លូវរត់រកតែគ្មានដំណឹងអ្វីសោះលោកអាចារ្យនឹកសំណោះអាណិតចៅកំសត់របស់គាត់គិតថានេះប្រហែលជាចៅខ្លាចដំរីហើយរត់វង្វេងផ្លូវហើយមើលទៅលោកអាចារ្យមិនហ៊ានត្រឡប់ទៅភ្លាមទេគាត់នៅទីនោះរងចាំចៅស្ទប់ជែក2យប់2ថ្ងៃទើបត្រឡប់ទៅផ្ទះទៅដល់ផ្ទះក៏និយាយប្រាប់ភរិយាតាមដំណើររឿងភរិយាគាត់យំនឹកសំណោះអាណិតចៅកំសត់ដែលធ្លាប់រស់នៅជាមួយគ្នាតាំងពីតូចរហូតមកចំណែកសម្លៀកបំពាក់ដែលចៅស្ទប់ជែកទុកចោលនៅទីនោះលោកអាចារ្យក៏បានយកមកវិញហើយថែរក្សាទុកយ៉ាងត្រឹមត្រូវមិនឲ្យបាត់បង់ទៅណាឡើយនិយាយពីចៅស្ទប់ជែកឬទេវវង្សកុមារកាលបើអភិសេករួចហើយរស់នៅក្នុងរាជវាំងចិត្តនឹកគិតរលឹកពេកក្រៃទៅរកកេសរមាលាស្រស់បណ្ដូលចិត្តគ្រប់ពេលវេលាអង្គសត្វទេវវង្សកុមារគិតក្នុងចិត្តថាកេសរមាលាបណ្ដូលចិត្តបងអើយតើឲ្យបងធ្វើមិនដេចទៅបើបងទៅយកប្អូនមកនៅជាមួយឥឡូវខ្លាចក្រែងកេសរបុប្ផាធ្វើបាបប្អូនព្រោះថាគេជាត្រកូលក្សត្រចំណែកប្អូនត្រឹមជាកូនសេដ្ឋីគិតទៅវាខុសគ្នាឆ្ងាយណាស់ថ្មិចបើកពេលវេលាចេះតែកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំហើយឆ្នាំទី3ក៏ឈានមកដល់ទេវវង្សកុមាររឹតតែសោកសង្រៃក្នុងចិត្តភ្លេចបាយភ្លេចទឹកនឹកដល់ពាក្យរបស់កេសរមាលារហូតដល់ខានចូលគាល់ព្រះបិតាព្រះមេដាទៀតផងកេសរបុប្ផាឃើញដូច្នោះក៏សួរស្វាមីថាតើម្ចាស់បងមានរឿងអ្វីកើតឡើងតើនរណាធ្វើឲ្យបងអាក់អន់ស្រពន់ចិត្តឬមួយក៏មិនស្រួលក្នុងប្រកាយសូមម្ចាស់បងមេត្តាប្រាប់ប្អូនមកចុះអង្គក្សត្រទេវវង្សកុមារស្ដាប់មហេសីហើយហាក់ដូចតោះតន់ក្នុងចិត្តមិនចង់ហ៊ាននិយាយតែដោយមហេសីអង្វរពេកក៏ដាច់ចិត្តនិយាយប្រាប់រឿងរ៉ាវរបស់កេសរមាលាតាំងពីដើមរហូតដល់ចប់ប្រាប់កេសរបុប្ផាកេសរបុប្ផាស្ដាប់ស្វាមីក៏លួចញញឹមឆ្លើយវិញថាចុះហេតុអ្វីម្ដេចក៏ម្ចាស់បងមិនទៅទទួលនាងមកនៅជាមួយសោះនឹងសោកានឹករលឹកដល់នាងទេវវង្សកុមារស្ដាប់មហេសីហើយហាក់ធូរក្នុងចិត្តបន្តិចតែនៅតែពិបាកក្នុងចិត្តបន្តិចទើបទ្រង់មានបន្ទូលថាកេសរបុប្ផាប្អូនអើយបងសែនពិបាកចិត្តឥតឧបមាព្រោះថាបើបងទទួលកេសរមាលាឲ្យមកធ្វើជាចុងនោះវាមិនសមព្រោះនាងធ្លាប់កំសត់កំរជាមួយបងតាំងពីដើមរហូតមកហើយបើយកនាងមកធ្វើជាដើមវិញនោះវាមិនសមចំពោះប្អូនដែលមានឋានៈជាកូនស្ដេចមកធ្វើជាមហេសីចុងទៅវិញកេសរបុប្ផាយល់ឃើញដូច្នោះទើបសួរទៅស្វាមីវិញថាចុះឥឡូវប្រដាប់ប្រដានិងសម្លៀកបំពាក់ដែលនាងបានរៀបចំឲ្យបងនៅឯណាបង្វិចនោះបងទុកនៅឯរោងមុនពេលដែលបងមកទីនេះប៉ុន្តែបងបានផ្សងថាបើកេសរមាលាជាគូព្រេងពីអតីតរបស់បងពិតមែនសូមឲ្យលោកតាយកបង្វិចនោះទៅថែរក្សាកុំឲ្យមានការបាត់បង់ឡើយបើអញ្ចឹងខ្ញុំសូមទៅជាមួយបងដែរក្រែងមានរឿងអ្វីកើតឡើងខ្ញុំនឹងជួយបងបានបន្ទាប់ពីស្រស់ស្រួលគ្នាហើយអង្គក្សត្រទេវវង្សកុមារនិងមហេសីក៏ទៅក្រាបបង្គំលាព្រះបិតានិងមាតានៅឯដំណាក់អង្គក្សត្រទាំងពីរស្ដាប់បទហើយក៏ផ្ដែផ្ដាំថាចូលបុត្រឆាប់ត្រឡប់មកវិញមាតាបិតាកាន់តែចាស់ជរាហើយមានតែបុត្រជាទីពឹងដូច្នោះចូលបុត្រគុំប្រងើយកន្តើយបងឯងបងអង្គឲ្យសោះលុះព្រឹកព្រៀងកាលណាហើយទេវវង្សកុមារនិងមហេសី
ព្រមទាំងពលទាហានអាមាត្យជាច្រើនចេញដំណើរឆ្ពោះទៅស្រុកបច្ចន្ទក្រៀមការធ្វើដំណើរជាច្រើនថ្ងៃអង្គក្សត្រទាំងទ្វេក៏បានមកដល់គោលដៅពួកពលសេនានិងអាមាត្យក៏រៀបចំបោះពន្លាយ៉ាងហ្មត់ចត់រួចស្រេចកាលណាក៏យាងក្សត្រទាំងពីរចូលសម្រាប់ប្រកាយទេវវង្សកុមារគិតថាបើនឹងទៅទទួលស្គាល់លោកអាចារ្យឥឡូវនោះខ្លាចក្រែងបែកការគិតហើយក៏មានបន្ទូលប្រាប់អាមាត្យថាចូលទៅអញ្ជើញលោកអាចារ្យដែលមានធម៌អាខ្លាំងក្លាជាងគេក្នុងភូមិឲ្យចូលគាល់យើងនៅពេលនេះអាមាត្យទទួលរាជបញ្ជាហើយក៏ប្រញាប់ធ្វើដំណើរទៅផ្ទះលោកអាចារ្យហើយរៀបរាប់ប្រាប់តាមបន្ទូលរបស់ព្រះអង្គម្ចាស់ភរិយាលោកអាចារ្យស្ដាប់ឮរាជបញ្ជាថាឲ្យចូលគាល់ស្ដេចក្នុងពេលឥឡូវក៏មានការភិតភ័យយ៉ាងខ្លាំងគាត់ក៏សួរលោកអាចារ្យថាតើយើងមានរឿងអ្វីកើតឡើងទើបស្ដេចហៅចូលគាល់យ៉ាងនេះដោយមានការភិតភ័យខ្លាំងពេកលោកអាចារ្យក៏ចូលគាល់ស្ដេចទាំងមិនហ៊ានងើបមើលមុខអង្គក្សត្រទេវវង្សកុមារឃើញលោកអាចារ្យមកដល់ក៏ប្រញាប់និយាយថាលោកអាចារ្យលោកអញ្ជើញមកនេះខ្ញុំត្រេកអរណាស់ព្រោះថាខ្ញុំនេះទើបសោយរាជថ្មីគំនិតនៅខ្ចីមិនទាន់ដឹងការរយៈជ្រៅដូច្នេះសូមលោកអាចារ្យជួយណែនាំតម្រង់ផ្លូវដល់ខ្ញុំផងដោយសេចក្តីភិតភ័យលោកអាចារ្យមិនហ៊ានឆ្លើយតបវិញទេអង្គក្សត្រទេវវង្សកុមារបានតែងតាំងលោកអាចារ្យជាសម្ដេចចវារួចក៏ត្រាស់បញ្ជាឲ្យរៀបចំក្រញាស្ងោយទទួលលោកអាចារ្យដោយលោកអាចារ្យបរិភោគបណ្ដាភិតភ័យបណ្ដាលុះបរិភោគរួចស្រេចទេវវង្សកុមារក៏សួរលោកអាចារ្យពើថាខ្ញុំឮគេថាលោកតាមានចៅម្នាក់យ៉ាងល្អប្រណិតឈ្មោះចៅស្ទបជែកតើពេលនេះគេនៅឯណាឮសំណួរនេះលោកតាអាចារ្យសែនក្តុកក្តួលនឹករលឹកចៅកំសត់ក៏ទូលអង្គក្សត្រថាបបពុតព្រះអង្គទូលបង្គំជាខ្ញុំមានចៅឈ្មោះស្ទបជែកពិតមែនប៉ុន្តែត្រូវវង្វេងនៅឯរោងឥឡូវមិនដឹងនៅទីណាទេខ្ញុំចាំចៅដើររកចៅអស់2យប់2ថ្ងៃទើបហ៊ានមកផ្ទះឥឡូវនៅសល់តែបង្វិចខោអាវដែលចៅទុកនៅរោងខ្ញុំយកមករក្សាទុកឲ្យក្រែងចៅមកវិញឥឡូវលោកតាមើលមកខ្ញុំមើលតើស្គាល់ជានរណាទេលោកអាចារ្យងើបមុខមើលឃើញស្គាល់ចាក់ជាចៅកំសត់ក៏រត់ទៅអោបចៅទេវវង្សកុមារបានប្រាប់លោកអាចារ្យឲ្យទុកជារឿងនេះជាការសម្ងាត់រួចឲ្យលោកអាចារ្យទៅយកបង្វិចខោអាវនោះមកលោកអាចារ្យទៅដល់ផ្ទះក៏រាយរាប់ប្រាប់ភរិយាសពគ្រប់ហើយហាមនិយាយប្រាប់នរណាព្រោះព្រះអង្គទុកជារឿងសម្ងាត់ពេលដែលលោកអាចារ្យយកបង្វិចមកដល់អង្គក្សត្រទេវវង្សកុមារក៏បង្ហាញបង្វិចទៅកេសរបុប្ផាកេសរបុប្ផាឃើញសពគ្រប់ហើយក៏ប្រាប់ស្វាមីថាឲ្យឆាប់ទៅរកនាងឥឡូវនេះទេវវង្សកុមារបាននិយាយរឿងរ៉ាវសពគ្រប់ប្រាប់ដល់លោកអាចារ្យតាំងពីដើមដល់ចប់លោកអាចារ្យស្ដាប់ហើយក៏និយាយថាចុះហេតុអ្វីក៏មិននិយាយពីមុនមកនឹងបានប្តឹងលោកសេដ្ឋីក្នុងពេលនោះតែម្ដងតើចៅធ្វើមិនដេចឈ្នះគេបើខ្លួនក្បាលមួយតែឯងណាមួយទ្រព្យសម្បត្តិក៏គ្មានទៀតពេលនេះខ្ញុំជាស្ដេចខ្ញុំអាចចាប់សេដ្ឋីនោះមកធ្វើទោសបានតែខ្ញុំមិនធ្វើទេខ្ញុំនឹងរកវិធីប្តឹងសេដ្ឋីយកមកទទួលទោសឲ្យបានគិតគ្នារួចស្រេចហើយទេវវង្សកុមារនិងសម្ដេចព្រះចៅវាបានចេញសេចក្តីប្រកាសមួយថាបើនរណាមានរឿងអ្វីត្រូវប្តឹងផ្ដាល់អ្វីនោះសូមដាក់ពាក្យមកសម្ដេចចៅវាព្រោះពេលនេះស្ដេចមិននៅលុះដល់ពេលយប់ទេវវង្សកុមារក៏ភៀសប្រកាយធ្វើជារាជសាមញ្ញចេញពីព្រះពន្លាដើរទៅដល់ទីផ្សារក៏បានជួបមេស្រុកអង្គុយនៅទីនោះលោកមេស្រុកក្រឡេកឃើញអង្គក្សត្រទេវវង្សកុមារមាននិស្ស័យក៏បបួលគ្នាធ្វើជាមិត្តហើយហៅនៅស្នាក់ផ្ទះជាមួយគ្នាព្រឹកឡើងអង្គក្សត្រទេវវង្សកុមារបានពឹងឲ្យមេស្រុកទៅស្ដីដណ្ដឹងកូនភោគសេដ្ឋីដោយនិយាយប្រាប់តាមដំណើររឿងដំបូងមេស្រុកមិនចង់ហ៊ានទៅទេតែដោយមិត្តអង្វរពេកក៏ព្រមទៅសេដ្ឋីក្រឡេកឃើញមេស្រុកមកក៏ហៅឲ្យអង្គុយលេងរួចសួរថាលោកមេស្រុកមកផ្ទះខ្ញុំមានរឿងអ្វីឬក៏ចង់មកបលប្រាក់លោកមេស្រុកបាននិយាយប្រាប់លោកថាខ្ញុំមកនេះមិនមកខ្ចីបុលទេគឺមកសុំស្ដីដណ្ដឹងកូនលោកសេដ្ឋីឲ្យមិត្តខ្ញុំ
ខ្ញុំមិនបានដឹងថាគេឈ្មោះអ្វីឪពុកម្ដាយធ្វើអ្វីនោះទេប៉ុន្តែគេប្រាប់ខ្ញុំថាគេធ្លាប់ជាគូដណ្ដឹងរបស់នាងដែលឪពុកម្ដាយផ្សំគុំឲ្យស្ដាប់បានពាក្យប៉ុណ្ណោះលោកភោគសទ្ធិសែនក្តៅក្នុងចិត្តនឹកខឹងនឹងមេស្រុកក៏ខំទប់ចិត្តធ្វើជានិយាយស្រួលថាសូមលោកមេស្រុកអញ្ជើញទៅវិញចុះហើយកុំអញ្ជើញមកទៀតព្រោះថាខ្ញុំមិនធ្លាប់បានសន្យាជាមួយនរណាម្នាក់ឡើយលោកមេស្រុកត្រឡប់មកវិញរៀបរាប់ពាក្យសេដ្ឋីប្រាប់មិត្តតាមដំណើររឿងស្អែកឡើងទេវវង្សកុមារក៏ពឹងមិត្តឲ្យទៅម្ដងទៀតហើយក៏ត្រូវលោកសេដ្ឋីស្ដីជេររួចបណ្ដេញចេញមកវិញទៀតលើកទី3នេះទេវវង្សកុមារក៏អង្វរមិត្តថាសូមឲ្យមិត្តទៅតែម្ដងទៀតទេនឹងមិនភ្លេចគុណឡើយហើយបើលោកសេដ្ឋីថាម៉េចនោះត្រូវប្រាប់គាត់វិញថាយើងនឹងដាក់ពាក្យប្តឹងលោកមេស្រុកក៏ទៅតាមពាក្យអង្វររបស់មិត្តហើយក៏និយាយតាមពាក្យមិត្តប្រាប់លើពាក្យទាំងនេះភ្លាមលោកសេដ្ឋីខឹងច្រឡោតហើយបញ្ជាថាអញ្ជើញឲ្យវាទៅប្តឹងទៅអញចង់ដឹងណាស់ថាវាអាចធ្វើបានប៉ុណ្ណាហើយតើក្បាលវាថ្លៃប៉ុណ្ណាអញចង់តែលុះមកកាត់ចោលទេនិយាយចប់លោកសេដ្ឋីក៏ដេញមេស្រុកចេញពីផ្ទះអង្គក្សត្រទេវវង្សកុមារនិងមេស្រុកក៏ធ្វើពាក្យបណ្ដឹងធ្វើរួចស្រេចក៏នាំគ្នាធ្វើដំណើរទៅប្តឹងសម្ដេចជវាបន្ទាប់ពីបានទទួលពាក្យបណ្ដឹងរួចហើយសម្ដេចជវាក៏ប្រើទាហាន 4-5 នាក់ក៏ហៅភោគសេដ្ឋីមកជំរះក្តីក្នុងពេលនេះភោគសេដ្ឋីបាននិយាយជាមួយពួកទាហានថាយើងនឹងឲ្យប្រាក់ឯងបើសិនជាជួយឲ្យយើងឈ្នះក្តីក្នុងពេលនេះពេលដែលលោកសេដ្ឋីទៅដល់ភ្លាមសម្ដេចជវាក៏បានសួរសេដ្ឋីថាមើលលោកសេដ្ឋីមើលក្តីខាងនេះគេបានប្តឹងថាលោកសេដ្ឋីបានសន្យាលើកកូនស្រីឲ្យគេតែឥឡូវប្រែកន្លះវិញតើពិតឬទេលោកភោគសេដ្ឋីស្ដាប់ហើយក៏ប្រញាប់ឆ្លើយភ្លាមថាខ្ញុំមិនដែលបានសន្យាអ្វីជាមួយនរណាម្នាក់ទេនេះសុទ្ធតែជាពាក្យមិនពិតហើយតើសាក្សីនៅឯណាសម្ដេចជវាសួរទៅមើលក្តីថាឥឡូវនេះគេទីរកសាក្សីហើយតើមើលក្តីមានសាក្សីដើម្បីបញ្ជាក់ការពិតទេអង្គក្សត្រទេវវង្សកុមារស្ដាប់ហើយក៏ឆ្លើយវិញថាខ្ញុំប្រកាសជាមានសាក្សីរបស់ខ្ញុំនោះគឺកូនស្រីរបស់គាត់តែម្ដងនាងដឹងរឿងសពគ្រប់ទាំងអស់សេដ្ឋីឮទេវវង្សកុមារយកកូនស្រីខ្លួនជាសាក្សីដូច្នេះនឹកអក្នុងចិត្តឥតឧបមាគិតថាតើកូនស្រីឯណាឆ្លើយឲ្យឪពុកខុសនោះគិតរួចហើយក៏សួរទៅមើលក្តីថាបើសិនជាសាក្សីឆ្លើយថាយ៉ាងណានោះតើគិតយ៉ាងដូចម្ដេចទេវវង្សកុមារឆ្លើយថាបើសិនជាសាក្សីឆ្លើយថាមិនពិតសូមឲ្យកាត់ក្បាលដោតឈើរួចប្រកាសប្រាប់អ្នកស្រុកថាខ្ញុំនេះចិត្តធំហ៊ានប្រមាថសេដ្ឋីសម្ដេចជវាស្ដាប់ហើយក៏កត់ត្រាទុករួចក៏ងាកសួរលោកសេដ្ឋីវិញថាចុះបើសាក្សីឆ្លើយថាវាជាការពិតតើលោកគិតយ៉ាងណាលោកភោគសេដ្ឋីឆ្លើយដោយមិនគិតថាបើសាក្សីឆ្លើយថាជាការពិតនោះសូមឲ្យកាត់ក្បាលស្រែកអាក្រោកដូចមើលក្តីដែរសម្ដេចជវាបានឲ្យគេទៅតាមកេសរមេលាមកកេសរមេលាសែនពិបាកក្នុងចិត្តពេកក្រៃនាងគិតបន្តិចទើបរៀបចំខ្លួនទៅជាមួយអ្នកនាំពាក្យសម្ដេចជវាបានសុំឲ្យនាងនិយាយការពិតពីរឿងទាំងអស់កេសរមេលាមិនចេញស្ដីនៅឈរស្ងៀមបន្តិចចៅជវាក៏សួរម្ដងទៀតមិនលឺនាងឆ្លើយក៏ធ្វើជាខឹងស្រែកគំរាមឲ្យនាងកេសរមេលាកាលបើលឺដូច្នោះក៏យំនិយាយថាខ្លួនខ្ញុំនេះហៅសែនចង្រៃកើតមកហើយមិនទាន់ទទួលពរពីឪពុកផងក៏នាំទុកដល់ឪពុកទៀតនាងចង់បានពរអ្វីកេសរមេលាឆ្លើយខ្ញុំចង់បានពរចង់ឲ្យមានមាត់ទឹកសម្ដេចជវាព្រមទាំងមន្ត្រីទាំងអស់គិតគ្នាបន្តិចក៏ព្រមឲ្យពរនាងដោយមាត់ទឹកបន្ទាប់ពីទទួលពរហើយកេសរមេលាក៏និយាយការពិតទាំងអស់លោកសេដ្ឋីខឹងជាខ្លាំងក៏ស្រែកជេរកូនទាំងកំរោលហើយក៏ស្រែកប្រាប់សម្ដេចជវាថាខ្ញុំឲ្យ20ណែនដើម្បីឲ្យយកវានេះទៅកាប់ចោលសម្ដេចជវាខឹងណាស់ក៏បញ្ជាឲ្យទាហានចាប់ភោគសេដ្ឋីទៅធ្វើទោសកេសរមេលាឃើញដូច្នោះភិតភ័យយ៉ាងខ្លាំងក៏សូមអង្វរសម្ដេចជវាឲ្យលើកទោស
ប្រហារជីវិតឪពុកសូមអ្នកនាងទុកចិត្តចុះយើងមិនប្រហារជីវិតទេគ្រាន់តែប្រមានតែប៉ុណ្ណោះសម្ដេចចវាចេញបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្តិភោគសិទ្ធិហើយនាំស្រែកអាក្រោកតាមផ្សាររួចទៅយកទៅដាក់គុកចប់កិច្ចការសម្ដេចចវាក៏យាងអង្គក្សត្រទេវវង្សកុមារឲ្យឡើងគ្រប់គ្រងទេវវង្សកុមារហៅកេសរមាលាឲ្យមកចិត្តរួចរៀបរាប់តាមដំណើររឿងប្រាប់នាង2ថ្ងៃក្រោយមកព្រះអង្គក៏រៀបចំអភិសេកជាមួយកេសរមាលាដោយមានសម្ដេចចវានិងអស់លោកមហាមន្ត្រីជាច្រើនជាអ្នកឲ្យពរជ័យបន្ទាប់ពីដោះស្រាយរឿងរ៉ាវចប់សពគ្រប់ហើយទេវវង្សកុមារក៏ត្រាស់បញ្ជាឲ្យកោះប្រធានព្រះមេដាយកមកធ្វើបុណ្យតាមប្រពៃណីនិងសង់ចេតិយដើម្បីបញ្ចុះប្រធានលុះពិធីបុណ្យបានចប់សពគ្រប់ហើយទេវវង្សកុមារក៏បានបញ្ជាឲ្យដោះលែងភោគសិទ្ធិនិងប្រទានងារជាមេស្រុកព្រមទាំងបកគោលទ្រព្យសម្បត្តិទាំងអស់ឲ្យគាត់វិញលោកភោគសិទ្ធិមានការសោកស្ដាយនិងអាម៉ាស់ជាខ្លាំងចំពោះទង្វើរបស់គាត់ចំណែកកុដុម្ពីកដែលទទួលទិញពេជ្រពីកុមារកាលពី10ជាងឆ្នាំមុនកាលបើបានលើកដូច្នោះក៏មានចិត្តភិតភ័យរួចក៏នាំត្បូងពេជ្រនោះមកប្រគល់ឲ្យទេវវង្សកុមារទេវវង្សកុមារទទួលពេជ្រហើយក៏បង្ហាញដល់មហេសីទាំងពីរនិងដំណើររឿងហេតុប្រាប់មហេសីទាំងពីរបន្ទាប់មកក៏ទទួលពេជ្រគេបិតាទុកមកទេវវង្សកុមារក៏ប្រទានងារសិទ្ធិដល់កុដុម្ពីកនិងប្រទានទ្រព្យសម្បត្តិឲ្យយ៉ាងច្រើនជាចុងក្រោយទេវវង្សកុមារក៏ប្រទានងារជាមហាតលិកដល់មេស្រុកជាសម្លាញ់ដែលតែងតែជួយយកអាសាគ្រប់រឿងទេវវង្សកុមារស្នាក់នៅទីនោះយ៉ាងយូរព្រះអង្គបានប្រទានអំណោយនិងផ្ដល់សេចក្តីសុខដល់ប្រជារាស្ត្រនៅបច្ចឹមគ្រាមយ៉ាងសុខសាន្តថ្ងៃមួយព្រះអង្គបានប្រាប់ទៅកេសរមាលាជាមហេសីច្បងថាចូលប្អូនទៅលាមេដាបិតាប្អូនចុះថ្ងៃស្អែកយើងនឹងចេញដំណើរទៅរាជវាំងយើងវិញរួចទេវវង្សកុមារបានប្រាប់ពលសេនារៀបចំក្រែស្នែងដើម្បីជូនកេសរមាលាទៅផ្ទះម្ដាយកេសរមាលាក៏លេចឃើញកូនទៅស្ទុះទឹកអោបហើយសាកសួរខ្លាចគេធ្វើបាបកូនរាយរាប់ប្រាប់អ្នកម្ដាយតាមដំណើររឿងនិងការសន្តោសបណ្ណ័យរបស់ទេវវង្សកុមារចប់ការពិភាក្សាម្ដាយនិងកូនយំអោបគ្នាព្រោះថាតាំងពីតូចមកដល់ធំប៉ុណ្ណេះកេសរមាលាមិនដែលបែកពីម្ដាយទេមុននឹងចេញដំណើរម្ដាយកេសរមាលាបានផ្ដាំកូនថាឲ្យកូនចេះថែទាំខ្លួនកុំឲ្យមានការឆ្លោះឈ្នានេះរវាងគ្នានឹងចេះប្រណីប្រតិបត្តិស្វាមីស្អែកឡើងពេលព្រះសូរិយាអង្គក្សត្រទេវវង្សកុមារនិងមហេសីទាំងពីរព្រមទាំងនិមឺនមន្ត្រីពលទាហានរៀបចំចេញដំណើរឆ្ពោះទៅរាជវាំងប៉ុន្មានថ្ងៃក្រោយមកការធ្វើដំណើរនឹងក៏បានមកដល់គោលដៅទេវវង្សកុមារក៏នាំមហេសីទាំងពីរចូលក្រាបបង្គំគាល់ព្រះបិតានិងព្រះមាតានិងរស់នៅជាមួយគ្នាយ៉ាងសុខសេមសាន្តតរៀងទៅចប់ដោយបរិបូរណ៍